ឋានទូតចិនប្រចាំកម្ពុជាអាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជានិងថៃឲ្យបានឆាប់បំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលស្ថានទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនពីនបានបង្ហាញសារពិសេសមួយនៅរាត្រីថ្ងៃទី15ខែធ្នូឆ្នាំ2025បានប្រកាសឲ្យដឹងថាអាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពារពលរដ្ឋស៊ីវិលយើងសង្ឃឹមថាភាគីទាំងពីរកម្ពុជាថៃនឹងអត់ធ្មត់ជាអតិបរមាចាត់គ្រប់វិធានការដើម្បីឈានទៅរកបទឈប់បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីការពារសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនប្រទេសចិនគឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅរកការកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនៅបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីកសាងសន្តិភាពសូមជម្រាបថាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ្គូចៅខុនបានបន្ថែមថាចិននឹងបន្តដោយមើលឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីនាំមកនៅបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរ